មនុស្សយើងទាំងអស់គ្នាណាអ្នកណាក៏ដោយពេលដែលស្លាប់ទៅហើយហ្នឹងតើទៅកើតឬក៏ទៅសម្រាកឬក៏ទៅនៅទីណាសូមនិមន្តឆ្លើយអូញោមឲ្យសួរថាស្លាប់ហើយហ្នឹងទៅសម្រាកនៅទីណាទៅកើតនៅទីណាដែលហ្នឹងអីចេះបដិជាប្រគុណព្រះមហាថែសួរថាធ្វើបន់ហ្នឹងដើម្បីអីថាដើម្បីឧទ្ទិសជូនចំពោះឧបាសកវុនសកហើយព្រះអង្គមានសំណួរតទៅទៀតថាមនុស្សយើងស្លាប់ទៅសម្រាប់ឯណាទៅកើតឯណាហើយបើថាឈឺទៅសម្រាប់នៅពេទ្យទៅញោមណោះហើយយកស្លាប់ទៅសម្រាប់នៅកន្លែងណាមនុស្សយើងពេលដែលស្លាប់ទៅសម្រាប់ឯនេះបន្តិចទៅសម្រាប់ឯនោះបន្តិចសូមនិមន្តជ្រាបដូចជាមិនតាន់ជ្រាបសោះព្រោះខ្ញុំកណានឹងវាមានសេចក្តីឆ្ងល់នឹងយូរហើយមនុស្សនឹងស្លាប់ភ្លាមទៅនឹងត្រូវកើតមកវិញឬក៏ស្លាប់ទៅនៅស្រុកខ្មោចនឹងសិនហើយក៏មិនណាបើសិនជាមនុស្សនឹងស្លាប់ទៅក្នុងពុទ្ធសាសនាតើស្លាប់ទៅនឹងត្រូវកើតទៀតឬអត់ទេមកជួយបញ្ជាក់ឲ្យច្បាស់ឲ្យយល់ជាងនឹងបន្តិចមកទៀតមកសុំនិមន្តបបិទ្ធប្រគុណម្ចាស់ដូចចម្រើនទៅសម្រាប់ស្រុកខ្មោចហ្នឹងស្រុកខ្មោចនៅឯណាញោមអញ្ចាបដិជាប្រគុណហើយបើយោងទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលមានសម្ដែងនៅក្នុងសតន្តបិដកផ្នែកខាងប្រសូតព្រះអង្គបែងចែកអំពីកំណើតសត្វទាំង4ហើយចឹងក្នុងបណ្ដាកំណើតទាំង4នោះអន្តជៈកំណើតក្តីចលំពុជ្ជៈកំណើតក្តីសង្សេតិជ្ជៈកំណើតក្តីឧបបាតិកៈកំណើតក្តីថាកំណើតមួយនោះគេហៅថាកំណើតកើតនៅក្នុងផ្ទៃជូនទៅមនុស្សប្រុសស្រីជូនទៅគោក្របីហើយកំណើតមួយទៀតឯណោះទៅកើតនៅក្នុងសុទ្ធជាបាក់សាបាក់សីមន់ទាហើយកំណើតមួយទៀតឯណោះទៅកើតនៅក្នុងញើសក្អែលសម័យសកើយស្អាចៃមុខសុចអីជាដើមហើយកំណើតមួយទៀតឧបបាតិកៈជួនទៅអកុសលច្រើនក៏ទៅកើតក្នុងអបាយភូមិកុសលច្រើនក៏ទៅកើតនៅក្នុងស្ថានសួគ៌ឥឡូវបកមកសំណួរមហាថែវិញសួរថាពេលដែលមនុស្សសត្វស្លាប់ទៅកើតនៅទីណាខ្ញុំកណាឆ្លើយថាទីនេះខ្លះទីនោះខ្លះសំដៅទៅលើកំណើតទាំង4កន្លែងមិញហ្នឹងអ្នកខ្លះទៅពេលដែលស្លាប់ទៅនោះប្រគុណម្ចាស់ហើយគ្មានពលឹងវិញ្ញាណអីនៅវិលវល់ទូលនៅទីនេះទេហើយអត់មានកន្លែងអន្តរៈទៅសម្រាកទៅសម្រានទៅគេងចាំយល់រឹងមើលកូនមើលចៅនៅកន្លែងណានោះក៏អត់ដែរមនុស្សនេះសត្វនេះតាមព្រះពុទ្ធដីកាចំមានន័យថាក្រោយពេលដែលផុតពីនេះទៅត្រូវតែទៅកើតក្នុងកំណើតថ្មីមួយទៀតហើយកំណើតថ្មីមួយទៀតហ្នឹងគឺនៅក្នុងបណ្ដាលកំណើតទាំង4មិញហ្នឹងជួនកាលកម្មជ្ជរូបកម្មនឹងវាទាញទៅកើតនៅក្នុងកំណើតញើសក្អែលហ្នឹងក៏មានជួនទៅកើតក្នុងផ្ទៃជាមនុស្សប្រុសស្រីគោក្របីតម្រៃសេះនឹងក៏មានកើតនៅក្នុងសុទ្ធនោះក៏មានកើតនៅក្នុងអបាយភូមិសួគ៌ទេវតានោះក៏មានដែរហើយចឹងសូមសរុបមកថាអ្នកដែលស្លាប់ទៅកើតវិញភ្លាមក្នុងចំណោមបណ្ដាកំណើតទាំង4នេះទៅតាមកម្មជាអ្នកបែងចែកសូមព្រះមហាថែទានជ្រាបកណាបានការខ្លះបើអញ្ចឹងជ្រាបអញ្ចឹងញោមញាតិច្បាស់ហើយស្លាប់ហើយត្រូវតែកើតទៀតក្នុងពុទ្ធដីកាដោយពាក្យថាចុតិបដិសន្ធិស្លាប់ហើយត្រូវការកើតទៀតប៉ុន្តែនៅរឿងឆ្ងល់បន្តកំណើតទាំង4ហ្នឹងមិនដឹងកើតកំណើតមួយណានោះខ្ញុំកណាក៏សូមលើកទុកប៉ុន្តែនិយាយថាស្លាប់ហើយអត់មានសញ្ចតនៅតាណាទេគឺក្រោយពីស្លាប់ហើយកើតទៀតហើយបើគិតមនុស្សម្នាក់តាំងពីស្លាប់មកដល់ពេលនេះមួយឆ្នាំទៅហើយបើកើតទៀតប្រហែលចិត្តចេះដើរបាទ